លោកច័ន្ទតារាបន្តដឹកនាំកម្លាំងមូលដ្ឋានចុះត្រួតពិនិត្យតាមខុនដូនិងផ្ទះជួលផ្ទាល់ដើម្បីពង្រឹងសន្តិសុខនិងបង្ការបទល្មើសអនឡាញក្នុងក្រុងអរិយស័ព្ទនាយប់ថ្ងៃសុក្រ13កើតខែជើឆ្នាំមមីអដ្ឋស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី29ខែឧសភាឆ្នាំ2026ខេត្តកណ្ដាលលោកច័ន្ទតារាអភិបាលនៃគណៈអភិបាលក្រុងអរិយស័ព្ទបាននឹងកំពុងបន្តបង្ហាញសកម្មភាពយ៉ាងសកម្មក្នុងការដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងចុះល្បាតនិងត្រួតពិនិត្យដោយផ្ទាល់នៅតាមបណ្ដាទីតាំងយុទ្ធសាស្ត្ររួមមានខុនដូបូរីផ្ទះសំណាក់និងផ្ទះជួលនានានៅក្នុងមូលដ្ឋានការចុះអនុវត្តការងារយ៉ាងសកម្មនិងម៉ឺងម៉ាត់របស់លោកអភិបាលក្រុងគឺដើម្បីឆ្លើយតបយ៉ាងទាន់ពេលវេលាទៅនឹងប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមគួចចម្រើនអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលក្នុងការធានាឲ្យបានដាច់ខាតនៅសន្តិសុខសុវត្ថិភាពនិងសណ្ដាប់ធ្នាប់សង្គមក្រោមការបញ្ជាផ្ទាល់ពីលោកច័ន្ទតារាយុទ្ធនាការនេះបានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការពិនិត្យនិងផ្ទៀងផ្ទាត់ការស្នាក់នៅរបស់ប្រជាពលរដ្ឋនិងជនបរទេសនៅតាមកន្លែងប្រមូលផ្ដុំធំៗលោកអភិបាលក្រុងបានដាក់ទិសដៅយ៉ាងច្បាស់លាស់ក្នុងការស្វែងរកនិងទប់ស្កាត់រាល់ការលួចលាក់ប្រើប្រាស់ទីតាំងក្នុងក្រុងអរិយស័ព្ទដើម្បីប្រព្រឹត្តបទល្មើសគ្រប់ប្រភេទជាពិសេសគឺបទល្មើសបច្ចេកវិទ្យា scam online ដែលបង្កការអសន្តិសុខដល់សង្គមជាតិក្នុងឱកាសចុះបេសកកម្មនោះដែរលោកច័ន្ទតារាក៏បានបង្ហាញនូវការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋតាមរយៈការអំពាវនាវនិងលើកទឹកចិត្តឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមជាកម្លាំងសហការជាមួយអាជ្ញាធរក្រុងលោកបានបញ្ជាក់ថាការរួមចំណែកផ្ដល់ព័ត៌មាននិងរាយការណ៍រាល់ការសង្ស័យជុំវិញទីតាំងប្រមូលផ្ដុំខុសប្រក្រតីគឺជាកត្តាដ៏សំខាន់ដែលជួយឲ្យសមត្ថកិច្ចអាចចុះអន្តរាគមន៍ត្រួតពិនិត្យនិងបង្ក្រាបបានទាន់ពេលវេលាដើម្បីរួមគ្នាបង្កើតសហ